ព័ត៌មានដែលឡើងមួយទៀតនេះតកតងនឹងម្ចាស់ចំការផ្លែឈើនៅក្នុងខេត្តបាត់ដំបងពិសេសនៅក្នុងស្រុកសំឡូតគឺបានត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការនាំយកនៅផលិតផលរបស់ខ្លួនដែលជាប្រភេទផ្លែឈើជាច្រើនប្រភេទជាពិសេសគឺប្រភេទផ្លែទុរេនតែម្ដងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ផ្លែឈើឆ្នាំ2026ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះម្ចាស់ចំការបាននិយាយថារដ្ឋបាលខេត្តបាត់ដំបងបានផ្ដើមរៀបចំបង្កើតឲ្យមានព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើគឺជាការលើកកម្ពស់ផលិតផលក្នុងស្រុកផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋដែលជាកសិករដាំដំណាំផ្លែបន្លែផ្លែឈើនិងដំណាំផ្សេងៗយកផលិតផលរបស់ខ្លួនដែលដាំដុះនៅក្នុងស្រុក 100% មានប្រភពច្បាស់លាស់ដាក់តាមបង្ហាញនិងលក់ជូនប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរជាតិនិងអន្តរជាតិម្ចាស់ចំការបានអំពាវនាវដល់ពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ផ្លែឈើឲ្យបានច្រើនចោះកកនិងបន្តគាំទ្រផលិតផលក្នុងស្រុកដែលផលិតដោយកូនខ្មែរក្រោមស្មារតីខ្មែរជួយខ្មែរខ្មែរខ្លាំងព្រឹត្តិការណ៍តាំងពីពណ៌ផ្លែឈើនៅបាត់ដំបងខ្ញុំគិតថាល្អទៅហើយព្រោះយើងទៅចូលរួមទៅយើងនឹងបានឲ្យអតិថិជនស្គាល់ចការយើងស្គាល់យើងហើយយើងផ្សព្វផ្សាយពីផ្លែឈើតំបន់យើងទៅកាន់អតិថិជនផ្សេងៗនៅក្រៅស្រុកក្រៅតំបន់ធានាថាម្ចាស់មួយគឺយកពីចការខ្លួនឯងទៅអញ្ចឹងភ្ញៀវដែលមកអតិថិជនដែលមកក្នុងព្រឹត្តិការណ៍ហ្នឹងគឺគាត់បានជួបរបស់ពិតនិយាយថារបស់ពិតចេញពីចការអញ្ចឹងគាត់គួរតែមកពេលហ្នឹងល្អណាស់ពណ៌ផ្លែឈើបាត់ដំបងខាងមុខនេះខ្ញុំត្រៀមយកផ្លែឈើចំនួន3មុខទៅដាក់តាំងដើម្បីលក់ឲ្យប្រជាពលរដ្ឋក្នុងប្រទេសស្គាល់ទី1គឺតារ៉េនសំឡូតទី2គឺផ្កាយមង្ឃុតហើយនឹងទី3គឺផ្កាយបឺខ្ញុំយល់ថាព្រឹត្តិការណ៍តាំងពីពណ៌ផ្លែឈើនៅខេត្តបាត់ដំបងគឺល្អមានន័យថាធ្វើឲ្យប្រជាជនអ្នកនៅក្នុងក្រុងបានភ្លក់នៅផ្លែឈើធម្មជាតិរបស់ស្រុកសំឡូតសូមឲ្យប្រជាពលរដ្ឋក្នុងប្រទេសទាំងអស់ជួយគ្រប់គ្រងផលិតផលរបស់ខ្មែរជាពិសេសផ្លែទុរេនរបស់សំឡូតយើងផ្ទាល់តែម្ដងហើយសូមអំពាវនាវដល់អ្នកដែលលក់បន្តអាជីវករលក់បន្តសូមលក់នៅភាពស្មោះត្រង់របស់ខ្លួននៅផ្លែឈើដែលជាផ្លែឈើចំការសិក្សាកុំព្យាយាមយកផ្លែឈើពីក្រៅយកចូលមកលក់នៅក្នុងស្រុកយើងវាធ្វើឲ្យខូចឈ្មោះសំឡូតយើងសូមជម្រាបថារដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026ដើម្បីលើកកម្ពស់វិស័យកសិកម្មជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបងបង្កើនទីផ្សារសម្រាប់កសិករនិងជំរុញវិស័យទេសចរសេដ្ឋកិច្ចនិងវប្បធម៌ក្នុងខេត្តព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេលចំនួន10ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026នៅបរិវេណខាងក្នុងនិងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តគោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើគឺដើម្បីចង់បង្ហាញឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឲ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើក្នុងខេត្តបាត់ដំបងនាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យបានភ្លក់រសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុកនិងតាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026នឹងមានសកម្មភាពសំខាន់ជាច្រើនរួមមានពិព័រណ៍និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបងក្បួនដង្ហែផ្លែឈើតំណាងក្រុងស្រុកចំនួន14ប៊ូហ្វេទុរេននិងការភ្លក់រសជាតិផ្លែឈើបាត់ដំបងការតាំងបង្ហាញផលិតផលកសិកម្មនិងផលិតផលក្នុងស្រុកកម្មវិធីសិល្បៈវប្បធម៌និងការប្រគំតន្ត្រីការប្រកួតប្រជែងនិងសកម្មភាពកម្សាន្តផ្សេងកម្មវិធី Buffet Terrain នឹងធ្វើឡើងត្រឹមតែរយៈពេល3ថ្ងៃប៉ុណ្ណោះពលគឺចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែកក្កដាឆ្នាំ2026ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទាន Terrain ដែលមានឱជារសផ្អែមឆ្ងាញ់ជា Terrain មានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់ 100% ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ